បាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាបាទនេះបងប្អូនដូចជាស្វាយកូនស្វាយដែលយើងទើបតែដាំបាទនេះគឺកូនស្វាយដែលខ្ញុំទើបតែដាំហើយឥឡូវវាចាប់ផ្ដើមដុះមកបានមួយថ្នាំងទៀតហើយបាទហើយនេះបងប្អូនប្រសិនបើយើងអត់បានមើលបាទយើងអត់បានមើលយើងអត់បានមកតាមដាននៅដំណាំស្វាយរបស់យើងអញ្ចឹងនេះបងប្អូនអាមែកនេះវានឹងដុះលឿនជាងមែកបាំងរបស់យើងបាទដោយសារវាជាប់មកនឹងដើមនេះស្រាប់បាទឃើញទេបងប្អូនដោយសារវាជាប់មកនឹងដើមពូជបាទពូជណាពូជក្របទូចទេបាទទូចជាងពូជខ្មែររបស់យើងទៀតបាទអញ្ចឹងវាសុខភាពល្អជាងយើងបាំងនេះកាលណាយើងមកមើលយើងមកថែអត់ទាន់អានេះឡើងធំជាងអានេះបាទឡើងធំជាងអាមែកបាំងនេះវាធ្វើឲ្យអាមែកបាំងនេះងាប់អានេះឡើងតែបើយើងថាំងស្វាយទិញមកមិនបានក្របតូចបាទស្រួលបន្ទោសអ្នកលក់ទៀតថាលក់របស់អត់ពិតបាទប៉ុន្តែអ្វីដែលជាកំហុសរបស់យើងដោយសារតែយើងអត់បានដើរមើលបាទយើងអត់បានមើលមួយឆ្នាំតមួយឆ្នាំឬមក2ឆ្នាំអីយើងអត់មើលនេះតែនេះដោះឡើងពូជអានេះសុទ្ធបាទបងប្អូនបាទអញ្ចឹងគ្រប់ស្វាយទាំងអស់វាត្រូវតែមានដោះបាទអញ្ចឹងយើងត្រូវឧស្សាហ៍ដើរមើលបាទដើម្បីយើងកាត់អានឹងចោលបាទអញ្ចឹងយើងត្រូវកាត់អានឹងចោលបងប្អូនបាទយើងកាត់ចោលវាទៅកុំស្ដាយវាបាទ